ជនភៀសសឹក102គ្រួសារស្នាក់នៅតាមផ្ទះបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់គោកចកទទួលបានអំណោយពីអាជ្ញាធរសង្កាត់ដើម្បីជួយសម្រាលបន្ទុកជីវភាពនិងផ្ដល់ភាពកក់ក្ដៅជូនបងប្អូនជនភៀសសឹកនាព្រឹកថ្ងៃទី31ខែធ្នូឆ្នាំ2025អាជ្ញាធរសង្កាត់គោកចកក្រុងសៀមរាបបាននាំយកអំណោយជាស្បៀងអាហារផ្ដល់ជូនបងប្អូនជនភៀសសឹកចំនួន102គ្រួសារដែលបានស្នាក់នៅតាមផ្ទះបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់គោកចកផ្ទាល់លោកស្រីឈិនសាវីចៅសង្កាត់គោកចកបានឲ្យដឹងថាគិតត្រឹមល្ងាចថ្ងៃទី30ខែធ្នូបងប្អូនជនភៀសសឹកដែលបានមកស្នាក់ក្នុងសង្កាត់គោកចកមានចំនួនប្រមាណ1000គ្រួសារក្នុងនោះអ្នកស្នាក់នៅតាមផ្ទះបងប្អូននិងសាច់ញាតិមានចំនួន863គ្រួសារនិងនៅក្នុងមណ្ឌលសុវត្ថិភាពវត្តប្រាសាទគោកចកមានជាង170គ្រួសារលោកស្រីចៅសង្កាត់មានប្រសាសន៍ថាពួកយើងយល់ច្បាស់ពីការលំបាកក្តីបារម្ភនិងភាពខ្វល់ខ្វាយដែលបងប្អូនកំពុងជួបប្រទះប៉ុន្តែបងប្អូនមិនមែននៅម្នាក់ឯងនោះទេគឺអាជ្ញាធរគ្រប់លំដាប់ថ្នាក់តែងតែនៅក្បែរបងប្អូនជានិច្ចដើម្បីតាមដាននិងជួយសម្របសម្រួលដោះស្រាយបញ្ហាចំពោះមុខឲ្យអស់ពីលទ្ធភាពចំពោះអំណោយដែលបានផ្ដល់ជូននៅពេលនេះដែរគឺជាទឹកចិត្តរបស់បងប្អូនសប្បុរសជនរួមទាំងព្រះសង្ឃដែលបានធ្វើការបរិច្ចាគនិងប្រគល់ជូនដល់អាជ្ញាធរដើម្បីធ្វើការចូលរួមចំណែកជួយសម្រាលបន្ទុកបងប្អូនក្នុងគ្រាដ៏លំបាកនេះព្រះវិចិត្រវង្សាហែមកំសាន្តចៅអធិការវត្តប្រាសាទគោកចកមានធរណីកាថាផលវិបាកនៃសង្គ្រាមបានបង្កមហន្តរាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិងសោកនាដកម្មផ្ដាច់ជីវិតមិនរើសមុខទាំងទាហាននិងជនស៊ីវិលស្លូតត្រង់ហើយពិតជាមានក្តីកង្វល់និងការអាណិតអាសូរជាពន់ពេកចំពោះបងប្អូនទាំងអស់ដែលបានរងផលប៉ះពាល់និងត្រូវបង្ខំចិត្តផ្លាស់ទីលំនៅដោយសារស្ថានភាពសឹកសង្គ្រាមព្រះគ្រូចៅអធិការវត្តក៏បានសម្ដែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះការលះបង់មិនអាចកាត់ថ្លៃបានរបស់វីរៈកងទ័ពនិងវីរៈនគរបាលដ៏អង្អាចក្លាហានគ្រប់រូបក្នុងការបំពេញភារកិច្ចដ៏ឧត្តមឧត្តមនៃការការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដីជាមួយគ្នានេះព្រះគ្រូបានណែនាំនិងផ្ដាំផ្ញើដល់បងប្អូនទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវការហូបស្អាតផឹកស្អាតដើម្បីបង្ការជំងឺផ្សេងៗក្នុងអំឡុងពេលស្នាក់នៅបណ្ដោះអាសន្នហើយសូមជួយមើលថែគ្នាទៅវិញទៅមកដោយបងប្អូនក្នុងគ្រួសារតែមួយ